bây giờ mắt con chưa cái lá co bài này này cất lo su vào ấy thôn tàn bà bà không cao quay con này bà chứ môn đấy ban cái chơi lên cho vui sập thi tha cho cái sập thi quay cái bây giờ mắt ra này tay bây giờ mắt ọt mày bà chưa ngon này ngon rồi từng môi từng pin nhầm đà cất trâu mà ken xịt cho bọn từng ken từng mặt từng cái trâu xịt cất nâng phớp một cất ở bên hơm bên ấy mà ở bên hơm rồi và tay đọc con bay dương với bay hơm này nhóm hơm tập pram hơm tập pram trâu lên cái này nè trâu đai là bên sập bát cái vai nó nhầm tiền nó bên trâu bị chẹt mồm trời sập thi màu ơi bọn bố này chụp điệp su sập thi và nghe đi thế này này mò tô bong chơi cái sao bong su cái sao còn ốc bột thom mà liền sập rạm nè chơi à chẳngเคย tha mà hai con lấy tí mày này อันนี้เพื่อจะเลิกติดปีออกมา លើកទី2លើកមុនមកនៅហាងចាស់នោះនេះមកហាងថ្មីតោះឥឡូវតោះទៅហាងបងកសលរបស់គ្នាបងប្អូនចាំមើលសុខធីទៅហើយបាទអូមកចាស់ខ្សែកវ៉ាត់ថ្មីមកទទួលថវិកាឧបត្ថម្ភពីហាងបងប្រុសសុកសលម្ចាស់ហាងលក់ម៉ូតូបាទទៅបងប្អូននេះសុខធីហៅការនេះខ្សែកវ៉ាត់ Extreme Super Diamond នោះបងកសលបាទយល់សួរបងអូតម្រាំតាម៉ានេះមិនធម្មតាទេបងណាខ្សែក្បាត់នេះអូតោះហើយដៃនេះជឿតែដៃនេះទួយចាក់ខ្សែក្បាត់ពេជ្របងសុខីដែលគាត់ធ្វើបានល្អហើយចូលរួមសំដាយគណៈកោពេជ្រសម្បត្តិដែរបាទតែពីរនាក់នឹងគឺឃើញធ្វើបានល្អដូចគ្នាមួយកីឡាករមួយដែលគាត់ក្បាច់ទៅមួយទៀតកីឡាករអស់មួយទៀតកីឡាករដែលគាត់ពីបបាទអញ្ចឹងពីរនាក់នឹងយ៉ាងណាទៅគីឡូនោះមានទៅជាសម្រាប់កីឡាករខ្លួនខ្មែរយើងបាទចាំមើលទៅទៀតចាំជួបសម្លេងសំណាលមួយគាត់បន្តិចបាទអរគុណបងបាទហាងម៉ូតូសួរកសោតដូចកូនត្រូលកូនខ្មែរយេព្រាបសួរកីឡាករសុកធីហើយកាបាទបាទមិនដែរបន្ទាប់ពីប្រកួតជាមួយនឹងកីឡាករពេជ្រសម្បត្តិរួចរាល់ឥឡូវនេះសុខភាពអីមិនដែរសុខភាពធម្មតាហ្មងធម្មតានេះឥឡូវសូមនិយាយបកថយក្រោយបន្តិចឃើញថាបន្ទាប់ពីការប្រកួតជាមួយពេជ្រសម្បត្តិសូមនិយាយពីកីឡាករពេជ្រសម្បត្តិជាប្រភេទកីឡាករបែបណាហើយប្រភេទកីឡាករដែលដូចពេជ្រសម្បត្តិហ្នឹងពីមុនមកធ្លាប់ជួបគាត់អត់ដែរចូលបងអត់ដែរជួបទេបាទពេជ្រសម្បត្តិគាត់ជាកីឡាករបែបណាដែរគាត់ឡស៊ូបងហើយធន់តាន់បាទបានគ្នាពីណាប្រមាណក្នុងការវាយគាត់បាទអញ្ចឹងមុននេះបានជជែកលេងជាមួយសុកធីថាចូលកែងសុកធីវាយកែងពេជ្រសម្បត្តិច្រើនដែរតែពេជ្រសម្បត្តិអត់បែកបាទឆ្ងល់បងទាំងមួយទាំងពីរខ្ញុំដាក់គាត់ចូលមួយកែងសិចទៅបងទាំងកែងទាំងម៉ាត់ទាំងចូលសិចគាត់នឹងព្រឹបមកគាត់អត់មានហើមមានអីហ្មងអត់មានហើមទេបាទតែដល់ពេលគាត់វាយយើងវិញវាយហើមណាខ្ញុំហើមទឹក5ហើមទឹក5បាទចូលលេខគេដែរហ្នឹងចូលដៃរហូតពេលពេលសម្បត្តិកវាយមកខ្ញុំទាញមកវាត្រូវប្រឆេតមកខ្ញុំឆេតហើមអញ្ចឹងឥឡូវឃើញថាការប្រកួតបានបិទបញ្ចប់ហើយមកតាមព័ត៌មានដែលខ្ញុំទទួលបានពីបងគ្រីប្លុតមុននឹងការប្រកួតបានចូលមកដល់នោះគាត់បានលើកឡើងថាអាចនឹងមានការប្រកួតបន្តឥឡូវសូមសួរសុកធីតែម្ដងនៅតែសួរដដែលថាកង់ចេញព្រាមអត់ប្រកួតទេឬក៏យ៉ាងម៉េចដែររកខ្ញុំរៀនខ្ញុំអត់ប្រកួតទេបងដោយសារមានបញ្ហាប្រអប់ដៃបាទបងអូមានបញ្ហាប្រអប់ដៃនេះហើយឃីមរ៉ាក៏អត់ជប់ដែរឃីមរ៉ានៅទៅកីឡាខេតខ្ញុំអត់ចង់វាយជាមួយទេបងអញ្ចឹងមានន័យថាខ្សែក្បាត់ហ្នឹងគឺនៅត្រឹមហ្នឹងហើយអត់មានទៅដណ្ដើមពីឃីមរ៉ាទៀតទេបាទអូអញ្ចឹងអស់ចម្ងល់ហើយពុកម៉ែបងប្អូនណាតែបើសិនជាពេជ្រសម្បត្តិគាត់ឈ្នះខ្សែក្បាត់នេះវិញណាពេជ្រសម្បត្តិគាត់ត្រូវទៅដណ្ដើមពីឃីមរ៉ាគាត់វាយតែបើសុកធីគាត់ឈ្នះខ្សែក្បាត់នេះគាត់អត់វាយមួយឃីមរ៉ាទេអញ្ចឹងគឺច្បាស់តែម្ដងសម្រាប់អ្នកគ្រប់គ្រងវិស័យកីឡាបណ្ដាលគុណខ្មែរអស់ចម្ងល់ត្រឹមថ្ងៃនេះនៅហាងម៉ូតូបងស៊ូកសលហើយមកហាងម៉ូតូបងកសលធ្វើអីដែរថ្ងៃនេះលើបងជូសល់គាត់ឧបត្ថម្ភប្រាក់5រង្វាន់ឲ្យខ្ញុំ5រង្វាន់ឲ្យ1លានរៀលបាទទទួលប្រាក់ឧបត្ថម្ភពីបងកសលលើកទីប្រមាណលើកទី2វត្តលើកទី2នេះនៅផ្ទះខ្ញុំម្ដងទៀតណាកុំភ្លេច3ដងទៅលើកទី3លើកទី3ហើយលើកទី3ហើយបាទនោះបងកសលគាត់ថានៅមានទៀតនៅអង្គុយក្បែរហ្នឹងតែម្ដងនៅមានវគ្គបន្តទៀតអញ្ចឹងមុនការប្រកួតបងកសលក៏គាត់ជ្រើសរើសយកសុកធីដែរគាត់ថាសុកធីអាចនឹងទទួលបានជ័យជំនះហើយឥឡូវនេះក៏នៅតែមានការវែកញែកដែរ
មួយទៀតខ្ញុំឃើញសម្ដែងរបស់បងប្រុស DJ Hero គាត់បានបង្ហោះដូចជា10ម៉ោងជាងមុនគាត់បានបង្ហោះថាគាត់បានតាក់ទងទៅខាងពេជ្រសម្បត្តិរួចហើយគាត់ក៏បានតាក់ទងទៅខាងសុកធីរួចហើយដែរដើម្បីធ្វើរឿងមួយឥឡូវអាចស្រាយបានទេរឿងអីគេវិញគូតែគូអីចឹងអាណិតគូប្រកួតអូអញ្ចឹងនេះគឺជាការផ្ដាំផ្ញើមួយនៅលើសវៀនគឺត្រូវតែប្រកួតឲ្យអស់ពីសមត្ថភាពអូបាទបង Hero ក៏ផ្ដល់ជាយោបល់ល្អនៅលើសវៀនវាយអស់ពីសមត្ថភាពចុះវិញមិត្តភាពនៅដដែលបាទនៅតែគោរពនៅតែស្រឡាញ់សំខាន់ណាអ្នកគ្រប់គ្រងគាត់សរសើរទាំងសុខធីទាំងពេជ្រសម្បត្តិគឺសិលធម៌ល្អនឹងតែម្ដងបាទប្រកួតចប់គឺមានការគោរពគ្នាទៅវិញទៅមកពេជ្រសម្បត្តិគាត់ជាសិស្សប្អូនយើងចំនួនក្រោយគាត់គោរពរៀងច្បងគឺជារឿងល្អមែនតើសម្រាប់ពេជ្រសម្បត្តិហើយមួយទៀតសុខធីកាលពីម្សិលមិញខ្ញុំបានទទួលព័ត៌មានថាកូនរបស់សុខធីហ្នឹងមានបញ្ហារបួសបាក់ដៃបាក់ដៃមុនខ្ញុំថ្លឹងគីឡូមួយថ្ងៃមុនថ្លឹងគីឡូមួយថ្ងៃឥឡូវនេះមិនហើយស្ថានភាពឥឡូវខ្ញុំនាមទៅរកពេទ្យរួចហើយបងបាទឥឡូវហ្នឹងពេទ្យគេប្រាប់ថាម៉េចដែរដៃហ្នឹងប្រាប់ថាប្រេះបន្តិចបងគាត់គិតថាបើនិយាយជាភាសាពេទ្យគេថាបាក់ខ្ញុំក៏អត់សូវយល់ដែរអត់សូវយល់ដែរណោះអញ្ចឹងឥឡូវនេះឃើញដាក់អបហើយបាទដាក់អបតែលពឹសបាទកូនរបស់សុកធីនេះឥឡូវអាយុប៉ុន្មានឆ្នាំហើយកូននេះកូន4ខួបបងបាទ4ឆ្នាំចូលរៀនបានរយៈពេលប្រហែលដែរហើយ1ឆ្នាំហើយបងបាទ1ឆ្នាំមានបងប្អូនយើងគាត់ផ្ដាំផ្ញើមកថាគ្រូពេទ្យក៏យើងទៅរកហើយនាំយកទៅកាន់ទៅរកគ្រូខ្មែរគ្រូបុរាណយើងណាសុខធីមានអាចយកកូនទៅមើលគ្រូខ្មែរបន្ថែមទេអត់ទេបងប្រពន្ធខ្ញុំគិតអត់ទៅប្រពន្ធអត់ទៅណូគិតនិយាយទៅគិតអានឹងរឿងហ្នឹងជាស្ដីលើអ្នកជឿបងបាទអ្នកខ្លះជឿដោយប្រពន្ធខ្ញុំប្រហែលជាគិតអត់ជឿតែបើខ្ញុំ50%តែបង50ហ្នឹងហើយចូលថាលឺតែទៅខេត្តប្រុងយកកូនទៅលេងខេត្តទៅខាងស្រុកកំណើតឬក៏មិនដែរបាទបងខ្ញុំថាដើមប្រពន្ធកូនទៅលេងខេត្តស្រុកទៅលេងខាងប្រទេសមានជ័យនាំទៅលេងពូឯមីងហើយឥឡូវសុំសួរបន្តិចទៀតចប់ពីកម្មវិធីជាមួយពេជ្រសម្បត្តិហ្នឹងទៅមានកម្មវិធីធំណាបន្តទៀតទេសម្រាប់សុខធីអត់ទាន់មានទេបងអត់ទាន់មានទេណាបាទលឺបើមកប្រហែលជាចុងខែក្រោយបងបាទចុងខែក្រោយតែអត់ទៅដឹងអ្វីជាមួយបរទេសណាបងបាទវាយនៅខាងណាដែរ CTN បងបាទវាយនៅ CTN ម្ដងនោះពុកម៉ែបងប្អូនចុងខែក្រោយកម្មវិធីធំទៀតហើយនៅខាង CTN បង្ហើបពីកីឡាករសុខធីហើយកាកាឥឡូវអរគុណច្រើនសម្រាប់ការសម្ដែងសម្ដាននេះហើយមានអីនិយាយអរគុណទៅកាន់បងសុកសលទេដែលបានឧបត្ថម្ភយើងមកលៀនរៀលនិយាយពិតធ្វើពិតអ្នកគ្រប់គ្រងវិស័យកីឡាបណ្ដាលគុណខ្មែរពិតប្រកបតែម្ដងបាទសូមអរគុណដល់បងសុកសលបាទតែងតែឧបត្ថម្ភដល់កីឡាតែងតែលើកទឹកចិត្តដល់កីឡាពេលកីឡាប្រកួតមានបញ្ហាជាដើមបាទអរគុណច្រើនសុខធីជម្រាបលាបាទ